ជំរាបសួរបងប្អូនមិត្តអ្នកស្ដាប់តើអ្នកទាំងអស់គ្នាធ្លាប់សង្កេតមើលជុំវិញខ្លួនទេហើយឆ្ងល់ទេថាហេតុអ្វីបានជាមនុស្សមួយចំនួនហាក់ដូចជាអាចកសាងភាពមានបានយ៉ាងងាយស្រួលខណៈដែលអ្នកផ្សេងទៀតខំធ្វើការយ៉ាងលំបាកខ្លាំងប៉ុន្តែហាក់ដូចជាមិនអាចមានសល់អ្វីទាល់តែសោះតើអ្នកធ្លាប់កត់សម្គាល់ឃើញទេថាបញ្ញវន្តដែលមានការអប់រំខ្ពស់ៗជាច្រើនដូចជាគ្រូពេទ្យវិស្វករគ្រូបង្រៀននិងអ្នកគ្រប់គ្រងជារឿយៗទទួលបានប្រាក់ចំណូលខ្ពស់ប៉ុន្តែនៅតែបារម្ភរឿងលុយកាក់ខណៈដែលម្ចាស់អាជីវកម្មនិងអ្នកវិនិយោគមួយចំនួនអាចសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុដោយមិនចាំបាច់មានប្រាក់ខែខ្ពស់បំផុតនោះសំណួរនេះគឺជាបេះដូងនៃសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្ររបស់លោក Robert Kiyosaki ចាប់តាំងពីការបោះពុម្ពផ្សាយនៅសៀវភៅនេះមកសៀវភៅនេះបានក្លាយជាសៀវភៅហិរញ្ញវត្ថុផ្ទាល់ខ្លួនដែលមានឥទ្ធិពលបំផុតមួយនៅលើពិភពលោកព្រោះវាបានប្រឈមនឹងជំនឿប្រពៃណីនៃរឿងលុយកាក់ជាច្រើនទាក់ទងនឹងការងារការអប់រំនិងភាពជោគជ័យសៀវភៅនេះរៀបរាប់ពីដំណើររឿងរបស់តួអង្គឪពុកពីររូបដែលបានបណ្ដុះគំនិតរបស់លោក Robert អំពីលុយគឺឪពុកបង្កើតដែលគាត់ហៅថាឪពុកអ្នកក្រជាអ្នកមានការអប់រំខ្ពស់និងជឿជាក់លើផ្លូវនៃភាពជោគជ័យតាមបែបប្រពៃណីគឺខំរៀនឲ្យពូកែយកនិទេសល្អរកការងារដែលមានស្ថិរភាពនិងខំធ្វើការដើម្បីឡើងបុណ្យស័ក្តិក្នុងក្រុមហ៊ុនឪពុករបស់មិត្តភ័ក្តិដែលគាត់ហៅថាឪពុកអ្នកមានជាអ្នកដែលមានការអប់រំក្នុងប្រព័ន្ធតិចតួចប៉ុន្តែបានកសាងអាជីវកម្មនិងការវិនិយោគដែលបង្កើតទ្រព្យសម្បត្តិយ៉ាងមហាសាលអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺបរិសុទ្ធទាំងពីររូបសុទ្ធតែជាមនុស្សឆ្លាតវៃខំធ្វើការដូចគ្នានិងស្រឡាញ់ក្រុមគ្រួសារដូចគ្នាប៉ុន្តែលទ្ធផលហិរញ្ញវត្ថុរបស់ពួកគេខុសគ្នាស្រឡះពីព្រោះជំនឿរបស់ពួកគេអំពីលុយកាក់គឺខុសគ្នាមេរៀននៅក្នុងសៀវភៅនេះមិនមែនបង្រៀនឲ្យអ្នកមានត្រឹមតែមួយយប់នោះទេវាគឺអំពីការអភិវឌ្ឍផ្នត់គំនិតដែលជួយឲ្យអ្នកធ្វើការសម្រេចចិត្តហិរញ្ញវត្ថុបានឆ្លាតវៃជាងមុនមិនថាអ្នករកចំណូលបានតិចឬច្រើនមិនថាអ្នកទើបតែចាប់ផ្ដើមអាជីពឬចិត្តចូលនិវត្តន៍នោះទេគំនិតក្នុងសៀវភៅនេះនឹងជួយឲ្យអ្នកគិតខុសអំពីលុយនិងបង្កើតអនាគតហិរញ្ញវត្ថុដ៏រឹងមាំមួយអ្នកមានមិនធ្វើការដើម្បីលុយតែពួកគេធ្វើឲ្យលុយធ្វើការឲ្យពួកគេមេរៀនដំបូងបង្អស់ដែលឪពុកអ្នកមានបង្រៀន Robert គឺថាមនុស្សភាគច្រើនចំណាយពេលពេញមួយជីវិតដើម្បីធ្វើការដើម្បីតែលុយពួកគេបដូរពេលវេលារបស់ពួកគេទៅជាប្រាក់ខែហើយប្រសិនបើពួកគេឈប់ធ្វើការលុយក៏ឈប់រត់ចូលដូចគ្នាដែរសាកគិតមើលបន្តិចឧបមាថាមានមនុស្សម្នាក់មានប្រាក់ខែខ្ពស់រាល់ខែពួកគេទទួលបានលុយយ៉ាងច្រើនប៉ុន្តែប្រសិនបើពួកគេឈឺបាត់បង់ការងារឬសម្រេចចិត្តឈប់ធ្វើការចំណូលរបស់ពួកគេនឹងរលាយបាត់ភ្លាមៗសុវត្ថិភាពហិរញ្ញវត្ថុរបស់ពួកគេពឹងផ្អែកទាំងស្រុងទៅលើសមត្ថភាពនៅក្នុងការបន្តធ្វើការឪពុកអ្នកមានជឿថានេះគឺជាការបង្កើតការពឹងផ្អែកដ៏គ្រោះថ្នាក់នៅលើការងារជំនួសឲ្យការផ្ដោតតែលើការរកលុយតាមរយៈកម្លាំងពលកម្មគាត់បានលើកទឹកចិត្ត Robert ឲ្យកសាងទ្រព្យសកម្ម asset ដែលបង្កើតចំណូលដោយឯករាជ្យមូលហេតុដែលមនុស្សភាគច្រើនជាប់គាំងគឺដោយសារតែអ្វីដែល Kiyosaki បានហៅថាវដ្តនៃភាពភ័យខ្លាចនិងសេចក្តីប្រាថ្នាភាពភ័យខ្លាចធ្វើឲ្យមនុស្សខ្លាចគ្មានលុយចាយទើបពួកគេខំធ្វើការកាន់តែខ្លាំងសេចក្តីប្រាថ្នាធ្វើឲ្យពួកគេចង់បានផ្ទះធំជាងមុនឡានទំនើបសម្ភារៈថ្លៃៗនិងការរស់នៅស៊ីវិល័យនៅពេលដែលពួកគេរកចំណូលបានកាន់តែច្រើនពួកគេក៏ចាយកាន់តែច្រើនទៅតាមនោះដែរឧទាហរណ៍បុគ្គលម្នាក់ទទួលបានការឡើងបុណ្យស័ក្តិនិងឡើងប្រាក់ខែជំនួសឲ្យការយកចំណូលបន្ថែមនោះទៅវិនិយោគពួកគេបែរជាទៅទិញឡានទំនើបជាងមុននិងប្តូរទៅផ្ទះធំជាងមុនចំណាយរបស់ពួកគេកើនឡើងស្របគ្នាជាមួយនឹងចំណូលទោះបីជាមើលពីខាងក្រៅឃើញថាពួកគេហាក់ដូចជាមានបានប៉ុន្តែតាមពិតពួកគេកំពុងជាប់ក្នុងបន្ទុកហិរញ្ញវត្ថុដ៏ធំជាងមុនទៅវិញទេឪពុកអ្នកមានលើកទឹកចិត្តឲ្យយើងសួរសំណួរថ្មីមួយជំនួសឲ្យការសួរថាតើខ្ញុំអាចរកលុយបានកាន់តែច្រើនដោយរបៀបណាចូលមានទម្លាប់សួរថាតើខ្ញុំអាចបង្កើតទ្រព្យសកម្មដែលរកលុយឲ្យខ្ញុំបានដោយរបៀបណានេះអាចមានន័យថាការវិនិយោគលើភាគហ៊ុនការមានផ្ទះជួលការបង្កើតផលិតផល Digital ការកសាងអាជីវកម្មឬការបង្កើតមាតិកាតាមអ៊ីនធឺណិតទ្រព្យសកម្មទាំងនេះអាចតម្រូវឲ្យអ្នកខំធ្វើការនៅដំណាក់កាលដំបូងប៉ុន្តែយូរទៅវានឹងបង្កើតចំណូលមកវិញដោយមិនចាំបាច់មានវត្តមានរបស់អ្នកគ្រប់ពេលនោះឡើយមេរៀនទី2ទ្រព្យសកម្មដាក់លុយចូលហោប៉ៅបំណុលដកលុយចេញពីហោប៉ៅ
នេះប្រហែលជាមេរៀនដែលល្បីល្បាញបំផុតនៅក្នុងសៀវភៅនេះឪពុកអ្នកមានពន្យល់ថាជោគជ័យហិរញ្ញវត្ថុនឹងក្លាយជាសម័យកាលដ៏សាមញ្ញប្រសិនបើអ្នកយល់ពីចំណុចមួយនេះគឺការចេះបែងចែករវាងទ្រព្យសកម្មនិងបំណុលតាមរយៈលោក Kiyosaki ទ្រព្យសកម្មឬ asset គឺជាអ្វីដែលលុយចូលក្នុងហោប៉ៅរបស់អ្នកបំណុលឬក៏ liability គឺជាអ្វីដែលដកលុយចេញពីហោប៉ៅរបស់អ្នកទោះបីជាវាមើលទៅហាក់ដូចជាសាមញ្ញប៉ុន្តែមនុស្សជាច្រើនយល់ច្រឡំទាំងស្រុងសង្គមជារឿយៗលើកទឹកចិត្តឲ្យមនុស្សទិញរបស់របរដែលមើលទៅអស្ចារ្យឡានទំនើបផ្ទះធំស្កឹមស្កៃគ្រឿងអេឡិចត្រូនិកថ្លៃៗអាចបង្កើតរូបភាពនៃភាពមានបានប៉ុន្តែរូបភាពនៃភាពមានបាននិងភាពមានបានពិតប្រាកដគឺមិនដូចគ្នានោះទេឡានទំនើបអាចធ្វើឲ្យអ្នកមើលទៅជោគជ័យប៉ុន្តែប្រសិនបើវាទាមទារឲ្យអ្នកបង់រំលោះរាល់ខែបង់ថ្លៃធានារ៉ាប់រងថ្លៃថែទាំថ្លៃសាំងនិងធ្លាក់ថ្លៃជារៀងរាល់ថ្ងៃនោះវាកំពុងដកលុយចេញពីហោប៉ៅរបស់អ្នកជានិច្ចដោយគ្នានេះដែរផ្ទះធំអាចនឹងស្អាតប៉ុន្តែបើវាបូកផ្សំជាមួយនឹងបំណុលធនាគារដ៏ច្រើនពន្ធដីនិងថ្លៃជួសជុលវាក៏អាចបង្កើតជាសម្ពាធហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរផងដែរផ្ទុយទៅវិញផ្ទះជួលដែលផ្ដល់ប្រាក់ចំណេញរាល់ខែគឺជាទ្រព្យសកម្មភាគហ៊ុនដែលផ្ដល់ភាគលាភគឺជាទ្រព្យសកម្មអាជីវកម្មដែលជោគជ័យគឺជាទ្រព្យសកម្មសូម្បីតែ Channel YouTube ឬវគ្គសិក្សាតាមអនឡាញក៏អាចក្លាយជាទ្រព្យសកម្មបានដែរព្រោះវាបន្តរកចំណូលឲ្យអ្នកបន្ទាប់ពីអ្នកបានចំណាយកម្លាំងបង្កើតវារួចរាល់សាកល្បងធ្វើលំហាត់មួយពិនិត្យមើលអ្វីគ្រប់យ៉ាងដែលអ្នកមានរួចសួរសំណួរថាតើរបស់នេះដាក់លុយចូលហោប៉ៅខ្ញុំឬក៏ដកលុយចេញពីហោប៉ៅរបស់ខ្ញុំសំណួរតែមួយនេះអាចផ្លាស់ប្ដូរអេរិយាបថហិរញ្ញវត្ថុរបស់អ្នកទាំងស្រុងអ្នកមានផ្ដោតលើការប្រមូលទ្រព្យសកម្មមុនគេនៅពេលទ្រព្យសកម្មបង្កើតចំណូលបានច្រើនហើយទើបពួកគេយកចំណូលនោះទៅទិញរបស់ប្រើប្រាស់ទំនើបតាមក្រោយចំណែកអ្នកមានកម្រិតមធ្យមច្រើនតែទិញរបស់ទំនើបមុនគេហើយសង្ឃឹមថាចំណូលនាពេលអនាគតនឹងមកដោះស្រាយបញ្ហាមេរៀនទី3ការអប់រំហិរញ្ញវត្ថុសំខាន់ជាងការគ្រាន់តែរកលុយបានច្រើនមេរៀនមួយដែលគួរឲ្យភ្ញាក់ផ្អើលបំផុតគឺការរកលុយបានកាន់តែច្រើនមិនមែនជាដំណោះស្រាយស្វ័យប្រវត្តិនៃបញ្ហាហិរញ្ញវត្ថុនោះទេមនុស្សជាច្រើនជឿថាប្រសិនបើពួកគេទទួលបានប្រាក់ខែខ្ពស់ជាងមុនបញ្ហាលុយកាក់ទាំងអស់នឹងរលាយបាត់ប៉ុន្តែប្រវត្តិសាស្ត្របានបង្ហាញឲ្យឃើញពីអត្តពលិកអាជីពតារាល្បីៗអ្នកឆ្នះឆ្នោតនិងអ្នកគ្រប់គ្រងជាន់ខ្ពស់ជាច្រើនដែលរកលុយបានរាប់លានដុល្លារប៉ុន្តែចុងក្រោយនៅតែធ្លាក់ខ្លួនខ្សែធនហេតុអ្វីពីព្រោះជោគជ័យហិរញ្ញវត្ថុមិនត្រឹមតែអាស្រ័យលើចំនួនលុយដែលអ្នករកបានប៉ុណ្ណោះទេប៉ុន្តែអាស្រ័យលើរបៀបដែលអ្នកគ្រប់គ្រងវាឪពុកអ្នកមានជឿថាសាលាបានធ្វើកិច្ចការយ៉ាងល្អក្នុងការបង្រៀនសិស្សឲ្យក្លាយជាបុគ្គលិកប៉ុន្តែជារឿយៗបរាជ័យនៅក្នុងការបង្រៀនពីរបៀបដែលលុយដំណើរការមនុស្សចំណាយពេលច្រើនឆ្នាំរៀនគណិតវិទ្យាប្រវត្តិវិទ្យានិងវិទ្យាសាស្ត្រប៉ុន្តែមានសិស្សតិចតួចណាស់ដែលបានរៀនអំពីការវិនិយោគពន្ធបំណុលចរន្តសាច់ប្រាក់ឬការកសាងទ្រព្យសម្បត្តិការអប់រំហិរញ្ញវត្ថុអនុញ្ញាតឲ្យអ្នកយល់អំពីអត្រាការប្រាក់សមាសឬ compound interest អំណាចនៃពេលវេលាដែលធ្វើឲ្យលុយកើនឡើងអតិផរណា inflation ការយល់ដឹងថាការទុកលុយក្នុងធនាគារធម្មតាអាចធ្វើឲ្យតម្លៃលុយថយចុះការគ្រប់គ្រងហានិភ័យការយល់ដឹងអំពីរបៀបការពារទ្រព្យសម្បត្តិសប្តាហ៍ថ្ងៃនេះចំណេះដឹងទាំងនេះអាចរកបានស្ទើរតែគ្រប់ទីកន្លែងសៀវភៅ podcast និងវីដេអូអប់រំផ្សេងៗផ្ដល់នូវចំណេះដឹងដ៏មានតម្លៃដោយចំណាយតិចឬមិនអស់ប្រាក់ទាល់តែសោះមេរៀនទី4មើលថាអាជីវកម្មផ្ទាល់ខ្លួនរបស់អ្នក Mind your own business នៅពេលឪពុកអ្នកមាននិយាយថាចូលមើលថែអាជីវកម្មរបស់អ្នកគាត់មិនមែនមានន័យថាឲ្យយើងទៅចង់ដឹងចង់ឃើញរឿងអ្នកដទៃនោះទេគាត់មានន័យថាចូលផ្ដោតលើការកសាងមូលដ្ឋានគ្រឹះហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកជំនួសឲ្យការចំណាយពេលពេញមួយជីវិតដើម្បីកសាងភាពមានបានឲ្យអ្នកដទៃមនុស្សភាគច្រើនឧទ្ទិសកម្លាំងកាយចិត្តទាំងអស់ដើម្បីភាពជោគជ័យរបស់ថៅកែពួកគេខំធ្វើការបង្កើនប្រាក់ចំណេញឲ្យក្រុមហ៊ុននិងជួយឲ្យស្ថាប័នរីកចម្រើនប៉ុន្តែបែរជាធ្វើប្រហែសនៅក្នុងការកសាងទ្រព្យសម្បត្តិសម្រាប់ខ្លួនឯងទៅវិញការមានការងារធ្វើមិនមែនជារឿងខុសទេប៉ុន្តែការរំពឹងផ្អែកទាំងស្រុងទៅលើការងារតែមួយមុខគឺជាហានិភ័យក្រុមហ៊ុនអាចកាត់បន្ថយបុគ្គលិកវិស័យការងារអាចផ្លាស់ប្ដូរឬស្ថានភាពសេដ្ឋកិច្ចអាចប្រែប្រួលដោយមិនដឹងខ្លួននេះជាមូលហេតុដែលគាត់លើកទឹកចិត្តឲ្យយើងកសាងទ្រព្យសកម្មស្របពេលដែលយើងកំពុងធ្វើការងារអាជីពឧទាហរណ៍បុគ្គលិកមន្ទីរពិសោធន៍អាចបង្កើតមាតិកាអប់រំអំពីវិទ្យាសាស្ត្រតាមអនឡាញ
គ្រូបង្រៀនអាចសរសេរសៀវភៅឬគណនេយ្យករអាចបង្កើតសេវាកម្មប្រឹក្សាយោបល់ក្រៅម៉ោងការងាររបស់អ្នកគឺបង់ថ្លៃចំណាយប្រចាំថ្ងៃហើយទ្រព្យសកម្មរបស់អ្នកគឺបង់ថ្លៃសេរីភាពនាពេលអនាគតមេរៀនទី5អ្នកមានយល់ដឹងពីពន្ធនិងប្រព័ន្ធហិរញ្ញវត្ថុមនុស្សភាគច្រើនចំណាយពេលតិចតួចណាស់នៅក្នុងការសិក្សាពីរបៀបដែលពន្ធច្បាប់និងប្រព័ន្ធហិរញ្ញវត្ថុដំណើរការឪពុកអ្នកមានជឿថាការខ្វះចំណេះដឹងនេះបង្កើតឲ្យមានគុណវិបត្តិដ៏ធំធេងអ្នកមានតែងតែឧទ្ទិសពេលវេលាដើម្បីយល់ពីរបៀបដែលអាជីវកម្មនិងការបង់ពន្ធដំណើរការព្រោះប្រព័ន្ធទាំងនេះមានឥទ្ធិពលផ្ទាល់លើការបង្កើតទ្រព្យសម្បត្តិឧទាហរណ៍ម្ចាស់អាជីវកម្មអាចមានការចំណាយស្របច្បាប់មួយចំនួនដែលអាចកាត់បន្ថយប្រាក់ចំណូលដែលត្រូវបង់ពន្ធនេះមិនមែនជាការគេចពន្ធដោយខុសច្បាប់នោះទេប៉ុន្តែវាគឺជាការយល់ដឹងពីច្បាប់នៃហ្គេមនិងការប្រើប្រាស់វាឲ្យបានឆ្លាតវៃមេរៀនទី6ធ្វើការដើម្បីរៀនមិនមែនដើម្បីតែលុយនេះគឺជាមេរៀនដ៏មានតម្លៃបំផុតសម្រាប់យុវជនមនុស្សជាច្រើនជ្រើសរើសការងារដោយផ្អែកលើតួលេខប្រាក់ខែតែមួយមុខទោះបីចំណូលជាច្រើនសំខាន់ប៉ុន្តែមិនឪពុកអ្នកមានជំរុញឲ្យយើងជ្រើសរើសការងារណាដែលបង្រៀនជំនាញដូចជាការប្រស្រ័យទាក់ទងការលក់ការដឹកនាំការចរចានិងការរកទីផ្សារអាចបង្កើនឱកាសរបស់អ្នកយ៉ាងមហាសាលប្រសិនបើអ្នកចេះលក់និងចេះចរចាអ្នកនឹងមិនខ្វះឱកាសរកលុយឡើយចូលចាត់ទុកការងារនីមួយៗថាជាប្រភពចំណូលផងនិងជាថ្នាក់រៀនផងមេរៀនទី7ការជំនះភាពភ័យខ្លាចការសង្ស័យនិងការបរាជ័យមូលហេតុធំបំផុតដែលមនុស្សមិនអាចសម្រេចបាននូវជោគជ័យហិរញ្ញវត្ថុមិនមែនដោយសារពួកគេខ្វះភាពឆ្លាតវៃនោះទេប៉ុន្តែគឺដោយសារភាពភ័យខ្លាចខាតលុយខ្លាចខុសខ្លាចការរិះគន់ជាដើមការពិតគឺកំហុសគឺជាអ្វីដែលជៀសមិនរួចម្ចាស់អាជីវកម្មនិងអ្នកវិនិយោគជោគជ័យគ្រប់រូបសុទ្ធតែធ្លាប់បរាជ័យនិងធ្លាប់ខាតបង់ភាពខុសគ្នាគឺមនុស្សជោគជ័យរៀនពីកំហុសជំនួសឲ្យការបណ្ដោយឲ្យកំហុសមកបញ្ឈប់ដំណើររបស់ពួកគេដោយក្មេងរៀនដើរអញ្ចឹងពួកគេដួលរាប់រយដងប៉ុន្តែពួកគេមិនដែលសន្និដ្ឋានថាការដើរគឺជារឿងដែលមិនអាចទៅរួចឡើយកំហុសហិរញ្ញវត្ថុគួរតែត្រូវបានចាត់ទុកថាជាថ្លៃសាលាសម្រាប់បទពិសោធន៍របស់អ្នកមេរៀនទី8ចាប់ផ្ដើមពីតូចរក្សាភាពខ្ជាប់ខ្ជួននិងគិតវែងឆ្ងាយមនុស្សជាច្រើនពន្យាពេលវិនិយោគព្រោះពួកគេជឿថាពួកគេត្រូវការលុយច្រើនទើបចាប់ផ្ដើមបាននេះគឺជាជំនឿដែលខុសស្រឡះភាពមានបានជារឿយៗត្រូវបានកសាងឡើងបន្តិចម្ដងតាមរយៈសកម្មភាពតូចៗដែលធ្វើឡើងយ៉ាងខ្ជាប់ខ្ជួនក្នុងរយៈពេលច្រើនឆ្នាំការអានសៀវភៅហិរញ្ញវត្ថុ10ទំព័រមួយថ្ងៃប្រហែលជាមិនធ្វើឲ្យជីវិតអ្នកដូរភ្លាមនោះទេប៉ុន្តែក្នុងរយៈពេល1ឆ្នាំអ្នកនឹងអានសៀវភៅបានច្រើនក្បាលហើយចំណេះដឹងដែលអ្នកមាននឹងលើសពីមនុស្សធម្មតាឆ្ងាយណាស់ជោគជ័យកម្រនឹងកើតឡើងដោយសារការលូតផ្លោះដ៏ធំតែម្ដងណាស់ប៉ុន្តែវាគឺជាលទ្ធផលនៃសកម្មភាពតូចៗដែលធ្វើដដែលក្នុងរយៈពេលដ៏យូរសេចក្តីសន្និដ្ឋានអត្ថន័យពិតប្រាកដនៃសៀវភៅនេះស្នូលនៃសៀវភៅឪពុកអ្នកមានបង្រៀនកូនអ្នកក្រវាមិនមែនគ្រាន់តែជាសៀវភៅបង្រៀនឲ្យក្លាយជាអ្នកមាននោះទេវាគឺជាសៀវភៅដែលបង្រៀនឲ្យអ្នកផ្លាស់ប្ដូររបៀបគិតវាជំរុញឲ្យយើងឈប់មើលឃើញលុយត្រឹមតែជាអ្វីដែលយើងរកបានមកហើយចាយទៅវិញប៉ុន្តែត្រូវមើលលុយជាឧបករណ៍ដែលអាចប្រើដើម្បីបង្កើតឱកាសសេរីភាពនិងសុវត្ថិភាពវារំលឹកយើងថាទ្រព្យសម្បត្តិមិនមែនកសាងឡើងត្រឹមមួយយប់នោះទេប៉ុន្តែវាត្រូវបានកសាងឡើងតាមរយៈការសម្រេចចិត្តម្ដងមួយការវិនិយោគម្ដងមួយមេរៀនដែលយើងរៀនម្ដងមួយនិងទម្លាប់ម្ដងមួយអ្នកមិនចាំបាច់ខ្លាយជាអ្នកមាននៅថ្ងៃស្អែកទេអ្នកគ្រាន់តែត្រូវការឆ្លាតជាងការពីម្សិលមិញបន្តិចក៏គ្រប់គ្រាន់ហើយដោយដែលលោក Robert Kiyosaki បានរំលឹកយើងពីពេញសៀវភៅនេះគឺទ្រព្យសកម្មដ៏អស្ចារ្យបំផុតរបស់អ្នកមិនមែនជាគណនីធនាគារផ្ទះឬការងាររបស់អ្នកនោះទេប៉ុន្តែគឺជាខួរក្បាលរបស់អ្នកកាលណាអ្នកវិនិយោគលើវាបានកាន់តែច្រើនវានឹងកាន់តែមានតម្លៃសូមអរគុណសម្រាប់ការតាមដានស្ដាប់ហើយប្រសិនបើអ្នកយល់ថាការសង្ខេបនេះមានតម្លៃសូមកុំភ្លេចចុច like subscribe និង share វីដេអូនេះទៅកាន់មនុស្សដែលចង់គ្រប់គ្រងអនាគតហិរញ្ញវត្ថុរបស់ពួកគេពីព្រោះការវិនិយោគដ៏ល្អបំផុតដែលអ្នកអាចធ្វើបាននៅថ្ងៃនេះគឺការវិនិយោគនៅលើខ្លួនឯងអរគុណបងប្អូនចំពោះការតាមដានស្ដាប់យើងចាំជួបគ្នានៅវីដេអូក្រោយៗទៀតជូនពរសំណាងល្អ